រដូវកាលលីឈុនក៏ត្រូវបានគេសម្គាល់ថាជាការមកដល់នៃនិទាខែរដូវវាជាសញ្ញាដែលតំណាងឲ្យការចាប់ផ្ដើមនៃឆ្នាំថ្មីនិងការចាប់ផ្ដើមនៃការធ្វើកសិកម្មពេលថ្មីៗនេះភូមិម៉ៅយួនក្នុងឃុំជោហួរទីក្រុងឈុយជូខេត្តជឺចាងបានរៀបចំពិធីចាប់ផ្ដើមនៃនិទាខែរដូវជោហួរដែលមានអាយុកាលរាប់ពាន់ឆ្នាំដើម្បីអបអរសាទរការមកដល់នៃនិទាខែរដូវនិងបន្តស្នងមរតកវប្បធម៌ប្រពៃណីទំនៀមទម្លាប់នេះមានប្រភពកំណើតនៅរាជវង្សស៊ុងហើយបានបន្តប្រារព្ធធ្វើអស់រយៈពេលជាង 1000 ឆ្នាំមកហើយពិធីនេះបានចាប់ផ្ដើមជាមួយនឹងសម្លេងជួងនិងស្គរចំនួន24ដងបន្ទាប់មកធ្វើពិធីស្វាគមន៍និទាខែរដូវការគោរពបូជាព្រះនិទាខែរដូវនិងដង្ហែក្បួនជាដើមក្នុងនោះចំណត់លេខធ្លោមួយគឺការវាយកនិទាខែរដូវពលគឺក្មេងៗក្រវីរំពាត់ពណ៌ចម្រុះនិងច្រៀងបទចម្រៀងកុមារខណៈពេលដែលមនុស្សចាស់ដេញគោទៅភ្ជួររាស់វាស្រ័យដោយបង្កើតឡើងវិញនៅទិដ្ឋភាពធ្វើកសិកម្មប្រពៃណីនៅសម័យបុរាណលោកអ៊ូហៃកិនជាអ្នកស្នងមរតកបេតិកភណ្ឌវប្បធម៌អរូបីបានចូលរួមក្នុងព្រឹត្តិការណ៍នេះអស់រយៈពេលជាង20ឆ្នាំមកហើយលោកបាននិយាយថាពិធីនេះបង្កប់នៅបំណងប្រាថ្នារបស់ប្រជាជនសម្រាប់ការប្រមូលផលដល់បរិបទហើយការទទួលមរតកទំនៀមទម្លាប់ប្រពៃណីនេះគឺដើម្បីបង្ហាញពីពរជ័យក្នុងនិទាខែរដូវនិងការពារឫសគូវប្បធម៌រដូវកាលទាំង24របស់ប្រទេសចិនគឺជាតម្រិះបញ្ញារបស់បុព្វបុរសចិនក្នុងការណែនាំការធ្វើកសិកម្មហើយវប្បធម៌នៅពីក្រោយវានៅតែផ្ដល់ការណែនាំដែលមានប្រយោជន៍ដល់ជីវភាពរបស់ប្រជាជននៅសប្តាហ៍ថ្ងៃនេះដោយបន្តបញ្ចេញភាពរស់រវើកនៅក្នុងយុគសម័យថ្មី។